នៅក្នុង Google Sheet នៅពេលដែលបងប្អូនប្រើប្រាស់រូបមន្តផ្សេងៗហើយវា load error ឬក៏គ្មានទិន្នន័យឬក៏មិនអាចគណនាបានវាតែងតែ load បញ្ហា NA ដូចនៅក្នុងវីដេអូនេះខ្ញុំដាក់ខេត្តឧត្តរមានជ័យ result វាចេញមកគឺ NA មានន័យថាខេត្តឧត្តរមានជ័យមិនមានបញ្ជីឈ្មោះបុគ្គលិកទេចឹងដើម្បីការពារនៅបញ្ហាហ្នឹងឬក៏បំលែងវាឲ្យវាស្អាតយើងអាចប្រើប្រាស់រូបមន្តបានគឺ if error ចំពោះ if error នេះយើងដាក់ if error ហើយកំណត់លក្ខខណ្ឌវាថាយើងចង់បានលក្ខខណ្ឌបែបណាឧទាហរណ៍ថាបើសិនជាយើងចង់បានទទេឲ្យវាចេញទទេបើសិនជាយើងចង់ឲ្យវាចេញ0យើងដាក់លេខ0ទៅគឺវាចេញ0ចុះខ្ញុំសាកដាក់ទទេទៅវាចេញមិញអូខេគឺវា load មកបែបនេះมันមានទិន្នន័យតែម្ដងប៉ុន្តែបើសិនជាយើងចង់ដាក់លេខ0មើល result ចេញមកគឺលេខ0ឥឡូវខ្ញុំសូមដាក់ជាទទេវិញដើម្បីឲ្យវាមើលទៅឃើញស្អាតអូខេចឹងពេលដែលយើងដាក់ខេត្តបាត់ដំបងវិញវានឹងបង្ហាញបញ្ជីឈ្មោះបុគ្គលិកមកបែបនេះមានន័យថាវាមានទិន្នន័យបើបងប្អូនពេញចិត្តនៅវីដេអូនេះកុំភ្លេចចុច like និង subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀត